ជាសួរលោកគ្រូថ្ងៃនេះខ្ញុំមកបង្កើត FPT server ចឹងជាដំបូងយើងត្រូវការ create security group ចឹងយើងចូលមក create security group មកចឹងខ្ញុំវាយ security group របស់ខ្ញុំគឺឈ្មោះ manet.ftp.server ចឹងខ្ញុំចុចចឹងជាបន្ទាប់ខ្ញុំចូលទៅធ្វើ for learning ហើយក៏ create group វាមកហើយយើងចូលទៅបន្តមកចូលទៅក្នុង instance ដើម្បី like instance របស់វាមកអូខេអញ្ចឹងខ្ញុំ instance វាហើយអញ្ចឹងខ្ញុំនឹងបង្កើត name ជាមួយនឹង tag របស់ខ្ញុំគឺ fpt អញ្ចឹងខ្ញុំនឹងបង្កើត fpt server by manet ហ្នឹងមកដើម្បីវាងាយស្រួលអញ្ចឹងលោកគ្រូអញ្ចឹងយើងចុចចូលទៅក្នុង Java មកដើម្បី launch របស់វាមកអញ្ចឹងយើង create key path របស់វាមកអញ្ចឹង create key path របស់ខ្ញុំគឺ manet.spt.server បាទហើយខ្ញុំនឹង create key path មកអញ្ចឹងពេលដែលខ្ញុំ create key path ហើយខ្ញុំនឹងចូលទៅ select ជាមួយនឹង easy security group នោះមកហើយខ្ញុំវាយជាមួយនឹង command ខ្ញុំ select ជាមួយនឹង configuration storage របស់ខ្ញុំគឺ 20G អញ្ចឹងខ្ញុំនឹង like វាមកអូខេអញ្ចឹងវាកំពុងតែដំណើរការហើយវា like វាបានជោគជ័យហើយអញ្ចឹងជាបន្ទាប់មកខ្ញុំចុចទៅក្នុង extend របស់ខ្ញុំវិញមកអញ្ចឹងបន្ទាប់ពីខ្ញុំ select server របស់ខ្ញុំហើយគឺខ្ញុំនឹងចូលទៅ ASA click client អញ្ចឹងខ្ញុំចូលទៅវាយជាមួយនឹង command property មួយអូខេអញ្ចឹងខ្ញុំនឹងវាយវាមក cd download ហើយខ្ញុំនឹង copy ទៅតជាមួយនឹងហ្នឹងមកដើម្បីវាយចូលអូខេអញ្ចឹងវាកំពុងតែដើរវារៀងយូរបន្តិចអូខេអញ្ចឹងការ download របស់ខ្ញុំគឺវានេះអញ្ចឹងខ្ញុំចូលទៅមើលនៅក្នុងតេតូនរបស់ខ្ញុំម្ដងទៀតខ្ញុំចូលទៅក្នុង EC2 ដើម្បីតេតូនទៅមើលនឹងជាមួយនឹងsecurity group របស់ខ្ញុំចឹងខ្ញុំឃើញរបស់ខ្ញុំគឺវា load ធម្មតាទេអញ្ចឹងខ្ញុំចូលទៅមើល edit អប្រាប់ម្ដងទៀតទៅ add rule ទៅវាអូខេខ្ញុំនឹង share rule វាម្ដងទៀតមកអូខេអញ្ចឹងរួចរាល់អស់ខ្ញុំនឹងសាក download ម្ដងទៀតទៅតជាមួយនឹងការអូខេអញ្ចឹងរបស់ខ្ញុំគឺវាសួរខ្ញុំថាខ្ញុំ download អត់ចឹងខ្ញុំត្រូវតែ yes ដើម្បីតទៅជាមួយនឹង download របស់វាមកអញ្ចឹងខ្ញុំនឹងវាយ who am I អញ្ចឹងខ្ញុំនឹងវាយបន្តទៅមកអូខេអញ្ចឹងខ្ញុំវាយ sudo apt upgrade អញ្ចឹងវាកំពុងតែដំណើរការ upgrade របស់ខ្ញុំទៅជួន server ហ្នឹងអូខេអញ្ចឹងការ upgrade របស់ខ្ញុំគឺបានជោគជ័យអញ្ចឹងខ្ញុំនឹងវាយបន្តមក sudo apt install stpd ហើយខ្ញុំនឹងចុច continue មកឆ្លើយ yes មកខ្ញុំនឹង process store ទៀតចឹងនេះទៅជាមួយនឹង host អញ្ចឹងខ្ញុំនឹងវាយ cd/etc ហើយមកទៅវាយ sl វាយ ls
ជាមួយនឹង LX Vibrant VSC ជាមួយនឹង Conf ហើយបន្ត sudo cp pspt.ms ជាមួយនឹង stpd.com sbk sak bak ហើយខ្ញុំនឹងវាយ sudo nano vs ហើយបន្តទៅមកអញ្ចឹងខ្ញុំនឹងអូខេអញ្ចឹងក៏វាកំពុងតែដំណើរការបន្តទៀតហើយយើងចាំវាបំផ្លែតចឹងអានេះខ្ញុំកែជាមួយនឹង 0.1 local user yes នឹងមួយទៀតមកខ្ញុំវាយ allow ខ្ញុំទៅជាមួយនឹង route tab តបទៅមកព្រោះch row ស្មើ y ស្មើ yes អញ្ចឹងខ្ញុំនឹងលុបមកបន្តទៅទៀតហើយអញ្ចឹងខ្ញុំថាទៅវាយតទៅជាមួយអាហ្នឹង psaw .available ស្មើ yes អញ្ចឹងគឺវានឹងបន្តហើយគឺវាយ pasv min.port 50000 pasv.make.port ស្មើ51000អញ្ចឹងខ្ញុំនឹងវាយ offer ទៅទៅជាមួយនឹង server នឹងតអូខេខ្ញុំនឹងវាយ sudo sys terminal ctl restart អូខេអញ្ចឹងខ្ញុំទៅទៅជាមួយហ្នឹងគឺខ្ញុំនឹងបើកអា file Zala ហ្នឹងមកអញ្ចឹងខ្ញុំនឹង install វាអូខេចុះការ install របស់ខ្ញុំគឺជោគជ័យហើយអញ្ចឹងខ្ញុំនឹងបន្តធ្វើវាមួយបន្តទៀតអញ្ចឹងគឺទាក់ទងជាមួយនឹង host ខ្ញុំនឹងវាយបន្តចូលទៅក្នុង key browser របស់ខ្ញុំដើម្បី select file server របស់ខ្ញុំដែលខ្ញុំ host ហ្នឹងអូខេខ្ញុំចូលជាមួយនឹង instance មកដើម្បី connect ចូលវាអញ្ចឹងខ្ញុំ copy IP របស់ខ្ញុំដើម្បីចូលទៅក្នុង server របស់ខ្ញុំអញ្ចឹងអូខេអញ្ចឹងការរបស់ខ្ញុំគឺវា score ហើយអញ្ចឹងខ្ញុំនឹង create direction វាមួយគឺ នឹងចូលទៅបន្ទូចូលទៅជាមួយនឹង FTP client អូខេអញ្ចឹងខ្ញុំនឹងបង្កើត folder មួយ text មួយអូខេ ct.ls.cd អញ្ចឹងគឺរបស់ខ្ញុំគឺវាបាន score ហើយអ្វីដែលខ្ញុំបានបង្កើតទៅមិញហ្នឹងគឺខ្ញុំនឹងវាយមួយទៀតមកគឺ sudo nano text.txt អញ្ចឹងខ្ញុំនឹងវាយ manage su30 អញ្ចឹងខ្ញុំនឹងវាយបន្តមក cat.txt អញ្ចឹងបងខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន